បុគ្គលគប្បីរក្សានៅសិលជំរះមន្ទិលដោយសិលសុខាអ្នកដែលមានសិលរមែងថ្លៃថ្លាព្រោះសិលនេះណាជាទ្រព្យដ៏ល្អជនមានប្រាជ្ញាការប្រាថ្នាសុខ3យ៉ាងខាងមុខសុខដ៏បវរ1ក្តីសរសើរ2ក្តីត្រេកអរ3កើតឋានសួគ៌គួររក្សាសិលបុគ្គលឯណារក្សាសិលពិតរមែងបានមិត្តល្អឥតខូចខិលចំណែកឯជនលោភលន់ទ្រុសិលជួបតែមិត្តខិលរកមិត្តល្អគ្មានជនអ្នកទ្រុសិលទោសតែងតាមជាប់គេដៀលបង្អាប់ព្រោះសិលមិនមានឯអ្នកមានសិលគុណតែងតែបានកិត្តិស័ព្ទក៏មានគេឈ្មោះក៏ល្អសិលជាខាងដើមជាទីតាំងមឹមជាមេដឹកនាំនៃកល្យានធឿសិលជាប្រធានធឿដ៏បវរហេតុជនដ៏ល្អគួររក្សាសិលសិលប្រៀបដូចច្រាំងតាំងមឹមបិទចិត្តជាគ្រឿងញៀងចិត្តរីករាយជ្រះថ្លាសិលជាក្រពុំគ្របព្រះសាស្តាគប្បីរក្សាជំរះនៅសិលសិលជាកម្លាំងខ្លាំងក្លាបំផុតសិលជាអាវុធឧត្តមឥតខ្ចោះជាអភិរណៈប្រសើរឥតទោះជាគ្រឿងដែកក្រោះមុតមមខ្លាំងក្លាសិលគឺជាស្ពាននិងស័ក្តិដ៏ធំជាគ្រឿងប្រក់ព្រំក្រអូបអស្ចារ្យសិលជាគ្រឿងលៀបប្រសើរថ្លៃថ្លាបក់សពទិសាក្រអូបមុតមមសិលជាកញ្ចប់បាយដ៏អស្ចារ្យជាស្បៀងអាហារប្រសើរឧត្តមជាពីហណៈប្រសើរមុតមមសម្រាប់ដឹកនាំទៅទីជិតឆ្ងាយជនពាលមានចិត្តអាក្រក់ជោគជុំពុំបានតាំងមឹមក្នុងសិលទាំងឡាយរស់រងនិន្ទាជួបតែអន្តរាយស្លាប់ទៅអបាយរស់ទទួលរងទុក្ខអ្នកប្រាជ្ញមានចិត្តដ៏ល្អឧត្តមតាំងមមក្នុងសិលតរៀងទៅមុខក្នុងលោកនេះរស់មានឈ្មោះស្រណុកស្លាប់ទៅសោយសោកក្នុងឋានសួគ៌នាយសិលជាកំពូលធัวក្នុងលោកាជនមានប្រាជ្ញាភ្លឺថ្លាពនរាយមនុស្សលោកទេវតាជំរកពីនាយយកជ័យដោយងាយព្រោះសិលបញ្ញាសូមអនុមោទនីសាភិរតឹងធម្មរតឹងជានិតិសេចក្តីត្រេកអរក្នុងធម៌ឈ្នះអស់សេចក្តីត្រេកអរទាំងពួងសូមអនុមោទនីសាធុសាធុសាធុ